បងប្អូនណាដូចខ្ញុំខ្លះអាពេលធ្វើការចេះតែធ្វើទៅក៏ប៉ុន្តែក្នុងខួរក្បាលវិញគឺថាគិតតែថាថ្ងៃហ្នឹងបានហូបអីសម្រាប់អ្នកផ្ទះថ្ងៃនេះកូនប្រុសខ្ញុំហ្នឹងគាត់ចង់ញ៉ាំមាន់ដុតណាបងប្អូនទាំងអស់គ្នាអញ្ចឹងទៅគាត់ទៅចេញពីធ្វើការរត់ទៅទិញមាន់យកមកដល់ផ្ទះបើអូនណាមកជួយលាងមាន់ម៉ាក់គេស្ម័គ្រចិត្តដោយសារតែមកហូបគេចង់ញ៉ាំបងប្អូនដឹងណាគត់កូនប្រសាណាគេទេបងប្អូនអើយលាងមាន់វិញស្ទៀមអាលនៅនឹងបងប្អូនអញ្ចឹងមកថាអ្នកដែលមានកូនប្រុសហ្នឹងមិនទាន់អស់សង្ឃឹមខ្ញុំនៅពេលដែលខ្ញុំអត់មានកូនស្រីខ្ញុំមានកូនប្រុស2នាក់ខ្ញុំមានអារម្មណ៍មួយថាខ្ញុំដឹងតែត្រូវនឿយមកជីវិតនឹងវិលក្បងជាមួយចខានជើងឆ្នាំងអត់មានកូនស្រីជំនួសគេតែអីទេបានកូនប្រុសខ្ញុំឲ្យតែយើងព្យាយាមប្រើគាត់ណាបងប្អូនគឺគាត់នឹងជួយក៏ប៉ុន្តែបងប្អូនត្រូវតែចងចាំថានៅពេលដែលយើងប្រើកូនណាបងប្អូនត្រូវតែបើកចិត្តថាគាត់ជាក្មេងគាត់អាចធ្វើអីពេញដៃពេញជើងឲ្យស្អាតបានដូចជាយើងមនុស្សធំទេក៏ប៉ុន្តែបងប្អូនត្រូវតែព្យាយាមអាសាប្រើគាត់ឲ្យបានញឹកញាប់អញ្ចឹងណាបងប្អូនបើសិនជាយើងអត់ប្រើយើងនៅតែគិតថាអត់ស្អាតធ្វើអត់ស្អាតអញ្ចឹងកូនរបស់យើងគាត់នៅតែអត់ចេះទេបងប្អូនអញ្ចឹងយើងហៅគាត់មកធ្វើមួយយើងមកហើយបើសិនជាអត់ស្អាតទេយើងបន្ថែមបន្ថយទៅណាបងប្អូនពីព្រោះថាបើសិនជាយើងនៅតែចាំថាតើគាត់ធ្វើស្អាតបានយើងឲ្យគាត់ធ្វើប្រហែលជារហូតដល់គាត់ធំគាត់អត់អាចរៀនពីភាពស្អាតនឹងបានទេបងប្អូនខ្ញុំសង្កេតឃើញថាក្មេងៗសម័យបច្ចុប្បន្នណាមិនថាក្មេងប្រុសមិនថាក្មេងស្រីគឺគាត់អត់សូវចេះឲ្យរឿងកិច្ចការងារផ្ទះសម្បែងហ្នឹងទេបងប្អូនក៏ប៉ុន្តែខ្ញុំសង្ឃឹមថាអាណាព្យាបាលគ្រប់រូបនឹងព្យាយាមប្រាប់ប្រើកូនឲ្យគាត់រៀនធ្វើអញ្ចឹងណាបងប្អូនជាពិសេសកូនស្រីក្មួយស្រីណាបងប្អូនខ្ញុំឃើញដូចគេបង្ហោះនៅក្នុងបណ្ដាញសង្គមអញ្ចឹងបងប្អូនគឺមានក្មេងស្រីខ្លះគឺគាត់អត់ទាន់ចេះដាំស្លអីទេដូចគេនិយាយថាប្រពន្ធកូនពៅបងប្អូនចាអញ្ចឹងសម្រាប់សម័យបច្ចុប្បន្នមិនមែនថារឿងគេសំដែងទេណាបងប្អូនប៉ុន្តែជាក់ស្ដែងគឺពិតជាមានមែនទេថាក្មេងខ្លះគឺអត់ធ្លាប់ចូលចការជើងឆ្នាំងអីទេគាត់ដឹងតែពីរៀនអាងតែម៉ែអូរ៉ាប់គាត់ចុះពីសាលាមកដល់ផ្ទះវិញមានញ៉ាំស្រាប់អញ្ចឹងណាបងប្អូនអញ្ចឹងហើយតាមរយៈវីដេអូនេះគឺពីខ្ញុំទៅសូមផ្ដាំទៅកាន់បងប្អូនស្រីៗក្មួយស្រីក៏ដោយណាអូនណាយើងគឺជាមនុស្សស្រីមិនថាអូនឯងមានសមត្ថភាពរលុយឬក៏ធ្វើការឋានៈប៉ុណ្ណាក៏ដោយគឺអូនអត់អាចចោលការងារផ្ទះសម្បែងចការជើងឆ្នាំងនឹងបានទេពីព្រោះថាយើងត្រូវចិញ្ចឹមបីបាច់កូនយើងត្រូវចំអិនបាយចំអិនម្ហូបសម្រាប់ក្រុមគ្រួសារយើងណាយើងទទួលស្គាល់ថាឲ្យតែមានលុយអត់ពិបាកទេក៏ប៉ុន្តែយើងអត់អាចទិញគេញ៉ាំរាល់ពេលទេពេលខ្លះវាស្រួលមែនក៏ប៉ុន្តែវាអត់ត្រូវមាត់ហើយយើងត្រូវគិតគូរពីបញ្ហាអនាម័យជាមួយនឹងការប្រើគ្រឿងតេស្តគឺយើងកម្រិតវាសម្រាប់យើងញ៉ាំទៅយើងដើម្បីសុខភាពផងអញ្ចឹងណាអញ្ចឹងសម្រាប់មិត្តនារីទាំងអស់គ្នាគិតដូចខ្ញុំដែរអត់ជាមនុស្សស្រីមិនថាយើងមានសមត្ថភាពយើងមានការងារធ្វើយើងមានប្រាក់ចំណូលក៏ប៉ុន្តែគឺកម្រដែលអាចកិច្ចរួចពីការងារផ្ទះការងារចូលចខានជើងឆ្នាំងចំអិនម្ហូបហ្នឹងគឺមិនសូវជាកិច្ចរួចប្រហែលទេអញ្ចឹងគឺចាំបាច់ត្រូវទៅចេះណាបងប្អូនទាំងអស់គ្នាណាមួយយើងចេះទៅកុំឲ្យយើងមានគ្រួសារទៅប្តីមើលងាយសើចយំយើងថាយកប្រពន្ធមកអត់ចេះដាំអត់ចេះស្លឲ្យប្តីដាំបាយធ្វើម្ហូបអីហូបតែបើប្តីយើងចេះមិនអីណាប៉ុន្តែបើអត់ចេះដូចគ្នាវារៀងពិបាកដែរហើយពិសេសគឺយើងត្រូវចិញ្ចឹមកូនទៀតណាបងប្អូនហើយសម្រាប់ខ្លួនខ្ញុំផ្ទាល់គឺខ្ញុំព្យាយាមប្រាប់កូនខ្ញុំពីព្រោះថាទោះបីជាកូនប្រុសក៏ដោយកូនចាំបាច់ត្រូវតែចេះព្រោះប៉ាម៉ាក់អត់អាចដាំស្លចំអិនឲ្យកូនហូបបានរាល់ពេលទេឧទាហរណ៍ថាកូនត្រូវទៅរៀននៅឆ្ងាយពីផ្ទះពីសុវែងគឺកូនត្រូវតែចេះធ្វើនៅរឿងទាំងអស់ហ្នឹងដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃយើងអត់អាចចាំតែទិញគេស្រាប់ព្រោះថាខ្ញុំឃើញអ្នកតូចអ្នកធំអ្នកមុខអ្នកការមួយចំនួនគឺគាត់នៅតែដាំបាយធ្វើម្ហូបញ៉ាំដោយផ្ទាល់ដៃទេពីព្រោះថាគឺគាត់គិតគូរពីបញ្ហាសុខភាពនិងអនាម័យណាបងប្អូនតោះឥឡូវដល់វគ្គធ្វើម្ហូបរបស់យើងវិញហើយខ្ញុំថ្ងៃនេះគឺខ្ញុំដុតមាន់ក៏ប៉ុន្តែខ្ញុំធ្លាប់ស្បែកក្តៅបន្តិចដើម្បីកុំឲ្យវាខ្លោចចឹងសម្រាប់បងប្អូនអរគ្នាដែលធ្វើដូចខ្ញុំឯងហើយខ្ញុំចង់ឲ្យមាន់នឹងឆាប់ឆ្អិនគឺខ្ញុំអត់ដាក់ទាំងមូលទេដោយសារឆ្នាំងទូចយើងកុំឲ្យទង់វែងឆ្នាំងវែងណាបងប្អូនចឹងទៅខ្ញុំពុះមាន់នឹងជាពីរប្រឡាក់គ្រឿងហើយខ្ញុំធ្លាប់ស្បែកក្តៅគឺខ្ញុំដាក់ដុតជាមួយនឹងឆ្នាំងខ្មែរយើងបងប្អូនគឺឆ្នាំងចាក់ខ្ញុំធ្លាប់ដុតមាន់ដាក់ទឹកដូងហើយនឹងធ្លាប់ជាមួយនឹងសយងចេកបងប្អូនតែសារនេះគឺខ្ញុំសាករសជាតិខ្ញុំឃើញគេធ្លាប់ស្បែកក្តៅក៏ខ្ញុំសាកស្បែកក្តៅទៅហើយខ្ញុំដុតជាមួយនឹងកូកាបងប្អូនអរគ្នារវាងដុតមាន់កូកានិងដុតមាន់ទឹកដូងតើមួយណាមានរសជាតិឆ្ងាញ់ជាងបងប្អូនអរគ្នាជួយខមមិនប្រាប់ខ្ញុំផងមកដោយសារខ្ញុំជាទូទៅខ្ញុំអាសាចូលចក្រានធ្វើម្ហូបគឺជាប្រចាំគឺយូរអាចនឹងមានទិញគេម្ដងមកកាលដោយកម្រនៅពេលដែលខ្ញុំហត់ខ្លាំងហើយកូនរបស់ខ្ញុំគាត់ហេវខ្ញុំខ្លាចចំអិនឲ្យគាត់ញ៉ាំអត់ទាន់ពេលវេលាខ្លាចគាត់ឈឺកាពះគឺម្ដងមកកាលខ្ញុំទិញគេជាទូទៅគឺខ្ញុំដាំស្លដោយខ្លួនឯងក៏ប៉ុន្តែគាត់ថាភាគច្រើនខ្ញុំស្លបន្លែប្លុកខ្ញុំអត់សូវញ៉ាំពពួកសាច់ហ្នឹងទេហើយនៅពេលដុតចឹងគឺខ្ញុំរកទំនុកចង់ឃើញដែរកូនខ្ញុំវិញឲ្យតែមាន់ដុតអីក៏បានដែរម៉ាក់គឺគាត់ចង់ញ៉ាំចាហើយទៅពេលដែលខ្ញុំដាក់មាន់ដុតហើយគឺខ្ញុំដើរមកក្រោយផ្ទះរបស់ខ្ញុំហ្នឹងគឺមានជាមួយនឹងលក់ស្បៃរឿងបងប្អូនអរគ្នាបងណាដែលចូលចិត្តញ៉ាំស្បៃរឿងក៏មិនប្រៀបខ្ញុំផងមើលនេះគឺស្បៃរឿងហ្នឹងដំបូងឡើយគឺដាំវាបន្តិចទេបន្ទាប់មកគឺវាចេះតែទុំឈូសគ្រាប់នៅហ្នឹងទៅវាដោះឯងស្រុកស្រែយើងស្រួលបងប្អូនមានដំណាំមួយចំនួនហ្នឹងគ្រាន់តែហើគ្រាប់ឈូសទៅដីទៅគឺវាដុះមកឯងងាយស្រួលក្នុងការថែទាំហើយមានភ្លៀងតិចតួចចឹងទៅលាស់ខ្ចីល្អណាស់បងប្អូនអើយចឹងមិនថាពេលខ្លះបើសិនជាយើងមានពេលដាំដំណាំធម្មជាតិនៅក្រោយផ្ទះនៅដីដែលយើងដាំផ្ទាល់ដៃបានណាបងប្អូនគឺញ៉ាំទៅវាសុវត្ថិភាពជាជាងយើងទិញគេខាងក្រៅព្រោះវាអានេះគឺធម្មជាតិ 100% អត់មានប្រូជីប្រូថ្នាំទេគាត់តែកាត់ស្បៃរឿងហើយគឺខ្ញុំមកមើលមាន់របស់ខ្ញុំគឺវាចាប់ផ្ដើមពុះខ្លាំងហើយបងប្អូនតែកន្លែងនេះខ្ញុំផ្ងំវាមកសន្ទុះទៀតហើយសម្រាប់ជាមួយគឺវាបានសមិទ្ធផលមាន់ដុតរបស់
របស់យើងជាមួយនឹងអន្លក់ស្បៃរឿងហើយនឹងតសក់បងប្អូនតសក់ហ្នឹងក៏ធម្មជាតិដែរខ្ញុំអត់ទាន់បានចាត់ទេនេះបងប្អូនគឺវាស្រស់ខ្លាំងមែនតើមេឃអលឹមអញ្ចឹងគឺថាមន់ដុតគឺវារៀងត្រូវបងប្អូនទាំងគ្នាមកអញ្ជើញពិសាជាមួយខ្ញុំទាំងអស់គ្នាហើយបងប្អូនទាំងគ្នាកុំភ្លេចជួយ like វីដេអូនេះម្នាក់មួយនិង follow account page ខ្ញុំម្នាក់មួយផងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ